ពីព្រេងនាយមានបុរស2នាក់នៅផ្ទះជិតគ្នាថ្ងៃមួយពួកគេបានបបួលគ្នាទៅដាក់អន្ទាក់សត្វនៅក្នុងព្រៃតោះយើងទៅដាក់អន្ទាក់សត្វនៅល្ងាចនេះចៃដាក់អន្ទាក់នៅគល់ឈើឯវាចង់ឈ្នះក៏ឡើងទៅដាក់អន្ទាក់នៅចុងឈើវិញខ្ញុំដាក់នៅចុងឈើចាំមើលថាអន្ទាក់អ្នកណាជាប់សត្វនៅពេលយប់ងងឹតវាបានលបទៅលួចដោះសត្វក្តាន់ពីអន្ទាក់ដីរបស់ជ័យយកទៅចងនឹងអន្ទាក់របស់ខ្លួននៅចុងឈើលើចុងឈើក៏មានសត្វក្តាន់ជាប់ដែរលុះព្រឹកឡើងជ័យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញសត្វក្តាន់ទៅជាប់នៅលើចុងឈើមិនក៏សត្វជើង4ទៅជាប់លើចុងឈើទៅវិញវាបានយកសាច់ក្តាន់ទៅសូកប៉ាន់សុភាសេកដើម្បីឲ្យជួយកាត់ក្តីឲ្យខ្លួនឈ្នះលោកសុភាសេកសូមជួយឲ្យខ្ញុំឈ្នះក្តីនេះផងជ័យដាវយំតាមផ្លូវក៏បានជួបនឹងសុភាទុនសាយដ៏ឆ្លាតវៃឈប់សិនចៅតើមានរឿងអីបានជាយំសុភាទុនសាយបាននាំជ័យទៅជួបសុភាសេកដើម្បីកាត់ក្តីឡើងវិញមិនក៏មកយឺតម្លេះចាញ់ក្តីគេឥឡូវហើយសុភាទុនសាយប្រាប់ថាខ្លួនរវល់ចាំមើលត្រីក្រាញហើរឡើងស៊ីស្លឹកអំពិលខ្ញុំរវល់មើលត្រីក្រាញហើរទៅស៊ីស្លឹកអំពិលសុភាសេកថាគ្មានត្រីក្រាញឯណាហោះឡើងស៊ីស្លឹកអំពិលទេសុភាទុនសាយក៏តបវិញថាចោះសត្វជើង4ឯណាទៅជួបអន្ទាក់លើចុងឈើបើត្រីមិនហើរចុះក្តាន់ដើរលើដីមិនក៏ទៅជាប់អន្ទាក់លើចុងឈើសុភាសេកខ្មាស់គេយ៉ាងខ្លាំងក៏កាត់ក្តីឲ្យជ័យឈ្នះយុត្តិធម៌ត្រូវបានរកឃើញដោយសារបញ្ញារបស់សុភាទុនសាយអរគុណលោកសុភាទុនសាយដែលជួយរកយុត្តិធម៌